ត្រូវក្នុងកិច្ចអភិវឌ្ឍទន្ទឹមនឹងនេះដែរក៏ប្រជាពលរដ្ឋមួយចំនួនតូចមិនសូវបានយល់អំពីច្បាប់ពីសិទ្ធិមនុស្សនិងមានទំនាស់អំពើហិង្សានៅក្នុងគ្រួសាររបស់គាត់រៀងរាល់ថ្ងៃជាហេតុបណ្ដាលឲ្យប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារហេតុនេះក្រុមប្រឹក្សាឃុំមានការកំណត់នៅតម្រូវការអត្ថប្រយោជន៍មួយចាការផ្សព្វផ្សាយប្រឆាំងអំពើហិង្សាក្នុងគ្រួសារផ្សព្វផ្សាយអំពី gender និងវគ្គបណ្ដុះបណ្ដាលសិទ្ធិមនុស្សគឺដើម្បីលុបបំបាត់នៅបញ្ហាស្ត្រីដោយប្រកបដោយប្រសិទ្ធភាពក្នុងរបបបនប្រល័យពូជសាសន៍ប៉ុលពតវត្តនានាក្នុងឃុំកំពង់ត្របែកគឺមានសភាពខ្ទេចខ្ទាំគ្មានវិហារគ្មានកុដិដែលគួរឲ្យកត់សម្គាល់ឡើយប៉ុន្តែក្រោយថ្ងៃ